បាទជំរាបសួរបងប្អូនវិលមកកាន់ Channel កូនខ្មោចបណ្ដាបាទគឺ AdTV ខ្មែរ124បាទហើយនឹងឥឡូវខ្ញុំបង្កើត page នៅក្នុង Facebook ដែរគឺ page History in the World បាទគឺប្រវត្តិសាស្ត្រនៅក្នុងពិភពលោកទៀតបាទថ្ងៃនេះប្រធានបទយើងនិយាយអំពីចូលស្ទឹងតាមបទបាទហើយចូលស្រុកតាមទេសបាទបងប្អូនចូលស្ទឹងតាមបទមានន័យថាប្រសិនបើយើងជិះទូកបាទនៅតាមបដោយស្ទឹងហើយគឺយើងត្រូវតែបត់បើយើងមិនបត់ទេវាឡើងគោកបាទឯចូលស្រុកតាមទេសយើងចង់និយាយថាស្រុកឬក៏ប្រទេសនីមួយៗបាទគឺគេមានច្បាប់ប្រទេសខុសៗគ្នាបាទដូចជាប្រទេសខ្មែរយើងកាន់លទ្ធិប្រជាធិបតេយ្យហើយមានប្រទេសមួយចំនួនកាន់ច្បាប់ប្រទេសកុម្មុយនីសអញ្ចឹងទៅឬក៏ប្រទេសមួយចំនួនទៀតកាន់ច្បាប់តាមបែបសាសនាបាទហើយដូចជាប្រទេសអ៊ីស្រាអែលអីចឹងណាហើយប្រទេសនិយាយទៅប្រទេសជាច្រើនគឺកាន់ច្បាប់ខុសៗគ្នាអញ្ចឹងចូលស្រុកតាមប្រទេសបើសិនបើយើងទៅចូលទៅស្រុកគេយើងត្រូវតាមប្រទេសគេបាទចឹងស្រុកយើងមិនម៉េចទៅស្រុកគេផ្សេងបាទចូលស្រុកតាមប្រទេសគឺដូចជាតំបន់ដែលគេរស់នៅដល់ពេលយើងទៅយើងត្រូវគោរពនិងស្ដាប់បាទច្បាប់នៃប្រទេសគេយើងមិនអាចធ្វើដូចប្រទេសយើងឧទាហរណ៍ថាស្រុកខ្មែរយើងជិះស្ដាំដៃបាទយើងជិះម៉ូតូជិះឡានកង់ស៊ីក្លូស្ដាំដៃដល់ពេលយើងទៅស្រុកថៃឬក៏អូស្ត្រាលីឬក៏អង់គ្លេសញូហ្សេឡង់ហើយយើងទៅជិះស្ដាំដៃគឺខុសអញ្ចឹងប្រទេសនីមួយៗវាមានច្បាប់រៀងខ្លួនអញ្ចឹងប្រធានបទយើងថ្ងៃនេះនិយាយអំពីចូលស្រុកតាមបទចូលស្ទឹងតាមបទចូលស្រុកតាមប្រទេសហ្នឹងគឺចង់និយាយថាយើងត្រូវតែបត់បែនតាមសង្គមបរិយាកាសឬក៏តំបន់កន្លែងទីតាំងណាមួយដែលយើងទៅយើងនៅចង់និយាយថាយើងត្រូវស្របតាមច្បាប់នៃប្រទេសគេផងដែរបាទអញ្ចឹងពិភពលោកនេះមានប្រទេសជាច្រើនគឺគោរពលទ្ធិខុសៗគ្នាបាទដូចជាលទ្ធិប្រជាធិបតេយ្យលទ្ធិដូចជានីតិរដ្ឋអីចឹងណាប្រទេសយើងចឹងណាហើយប្រទេសមួយចំនួនគេប្រទេសកុម្មុយនីសឬប្រទេសផ្សេងទៀតគេកាន់ដូចជាការគ្រប់គ្រងដោយស្ដេចបាទយើងក៏មានការគ្រប់គ្រងដោយស្ដេចតាំងពីដើមមកដែរដូចជាសម័យកូរចឹងក៏ចឹងស្ដេចអនុវត្តច្បាប់អីគឺនិមឺនមន្ត្រីរាជការប្រជាជនត្រូវស្ដាប់តាមបាទអូខេឥឡូវយើងតទៅមុខទៀតបាទចឹងបងប្អូនយល់ហើយចូលស្ទឹងតាមបត់ហ្នឹងមានន័យថាបើយើងជិះទូកតាមបដោយស្ទឹងយើងបើយើងមិនបត់ទេគឺវាឡើងជ្រាំងបាទហើយចូលស្រុកតាមប្រទេសដូចខ្ញុំនិយាយមិញចឹងដូចការស្ដាប់ពីច្បាប់នៃប្រទេសគេកុំគេជិះឆ្វេងដៃហើយយើងទៅប្រជ្រះស្ដាំតែឯងចឹងថាស្រុកខ្ញុំជិះចឹងអត់កើតទេបងប្អូនយើងទៅតែដូចជាយើងឧទាហរណ៍ទូចៗដូចជាការងារក្រុមហ៊ុនអីចឹងណាគេច្បាប់គេមិនយើងត្រូវធ្វើតាមគេចឹងតែយើងធ្វើខុសគេក៏គេមិនទុកយើងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនគេដែរទោះបីជាយើងចេះខ្លាំងបកកែជំនាញឯកទេសអ្វីក៏ដោយប៉ុន្តែខ្ញុំចង់សួរបងប្អូនថាតើពេលណាដែលយើងត្រូវបត់បែនណាបាទយើងត្រូវបត់បែននឹងពេលណាហើយពេលណាដែលយើងមិនត្រូវបត់បែនបាទចំពោះចំណុចនេះខ្ញុំមិនចង់និយាយថាបងប្អូនត្រូវតែតាមគេទាំងស្រុងទេបាទយើងត្រូវពេលណាដែលយើងត្រូវបត់បែនហើយក៏ពេលណាដែលយើងមិនត្រូវបត់បែនអ្វីដែលខ្ញុំនិយាយនេះគឺឧទាហរណ៍ថាយើងញ៉ាំមីឬក៏កាទៀវបាទហើយគេឲ្យចង្កឹះយើងតែមួយទេបាទទោះថាឲ្យចង្កឹះយើងមួយហ្នឹងយើងញ៉ាំមីនិងកាទៀវកើតអត់បាទបើយើងមិនចង់មានបញ្ហាយើងញ៉ាំតែគេថាគេឲ្យតែមួយទេតែឯងញ៉ាំកើតមិនកើតអត់តែកាទៀវហ្នឹងព្រោះចង្កឹះគេសល់តែមួយតែឯងញ៉ាំកើតអត់តែអញ្ចឹងយើងត្រូវដោះស្រាយបញ្ហាហ្នឹងតែយើងត្រូវធ្វើម៉េចបាទយើងបើយើងមានចង្កឹះតែមួយអញ្ចឹងយើងត្រូវកាច់ចង្កឹះហ្នឹងចង្កឹះដែលវែងហ្នឹងមួយជា2មកដើម្បីធ្វើជាចង្កឹះ2ក្នុងកាញញ៉ាំមីនិងកាទៀវហ្នឹងតែ
បាទតែយើងគួរតែបត់បែនរបៀបនឹងដែរទេបើសិនបើយើងជាមនុស្សវិញបើកាច់ជាពីរវាមិន700បាទមិនស្លាប់ហ៎ចាចង់ការបត់បែនបាទអ្នកខ្លះធ្វើមែនបងប្អូនស៊ីមីស៊ីកាទៀវធ្វើដូចថាឆុងមីស៊ីទៅផ្ទះអញ្ចឹងឆុងមីញ៉ាំនៅផ្ទះអញ្ចឹងបើមានចង្កឹះតែមួយកាច់ជាពីរហូបខ្ញុំធ្លាប់ឃើញបងអូនថ្លៃខ្ញុំធ្វើដូចអញ្ចឹងបាទក៏ហូបបានដែរប៉ុន្តែសួរថាហូបបានស្រួលអត់វាពិបាកតែអាហ្នឹងគឺនិយាយជាសម្ភារៈទេតែមនុស្សវិញណាបើសិនទៅធ្វើបែបហ្នឹងគឺវាមានបញ្ហាដូចជាយើងជាមនុស្សម្នាក់យើងបត់បែនតាមគេខ្លាំងពេកទៅវាធ្វើឲ្យយើងនេះវាពិបាកបាទវាពិបាកសពបែបយ៉ាងពិបាករស់នៅក្នុងស្ថានភាពដែលយើងបត់បែនតាមហ្នឹងចឹងពេលខ្លះក៏យើងបត់បែនតាមកើតពេលខ្លះក៏យើងបត់បែនតាមកើតអញ្ចឹងពាក្យថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសនេះពេលខ្លះក៏យើងមិនអាចធ្វើទៅបានបើយើងមិនដែលជិះម៉ូតូឆ្វេងដៃផងណាបាទយើងមិនដែលបើកឡានឆ្វេងដៃផងដល់ពេលយើងបើកឡានឆ្វេងដៃវាឆ្កងណាពេលយើងទៅប្រទេសថៃឬអូស្ត្រាលីអញ្ចឹងយើងធ្លាប់បើកស្ដាំដល់ទៅប្រទេសអង់គ្លេសទៅបើកស្ដាំដែរបើកអត់កើតគេឲ្យបើកឆ្វេងក៏យើងឆ្កងក៏វាបើកកើតដូចគ្នាចឹងក៏វាជាបញ្ហាមួយដែរហើយចំពោះមនុស្សយើងបត់បែនតាមសង្គមបើសិនបើពេលខ្លះបើបងប្អូនបត់កើតទៅបងប្អូនគួរតែបត់ដែរបាទចំណុចដែលខ្ញុំនិយាយហ្នឹងគឺវាអាស្រ័យទៅលើការតាំងចិត្តរបស់យើងខ្ពស់ឬក៏ទាបតែប៉ុណ្្នឹងឯងបើសិនបើយើងមានការតាំងចិត្តខ្ពស់វាប្រសើរចំពោះជីវិតរបស់យើងដូចជាការគោរពអ្នកដទៃបាទគេគោរពគ្រប់គ្នាហេតុអីក៏យើងមិនគោរពបាទពេលខ្លះបើយើងគោរពកើតក៏អូខេបើយើងគោរពមិនកើតក៏មិនដឹងធ្វើម៉េចដែរព្រោះថាអ្វីវាអាស្រ័យទៅលើការគិតការយល់ដឹងដោយខ្លួនយើងថាយើងគួរតែគោរពមិនគោរពទោះបីជាអ្នកដទៃ100នាក់គេគោរពគ្រប់គ្នាក៏ដោយបើយើងមិនត្រូវគោរពអាហ្នឹងជារឿងរបស់យើងព្រោះការគិតរបស់យើងវាផ្ទុយពីអ្នកដទៃបាទចំពោះចំណុចនេះខ្ញុំចង់និយាយថាអ្នកដែលបង្កើតអ្វីមួយដែលល្បីល្បាញបាទគឺមិនមែនរួមគ្នាបង្កើតគ្រប់តែគ្នាបានបង្កើតបានទេបាទដូចជាភ្លើងអគ្គិសនីអ៊ីនធឺណិតឬក៏បង្កើតទូរស័ព្ទប្រើប្រាស់វិទ្យុអីហ្នឹងសុទ្ធតែជាមនុស្សម្នាក់ផ្ទាល់ខ្លួនដែលប្រឹងព្យាយាមអស់ពីចិត្តពីថ្លើមហើយអ្នកផ្សេងដែលគិតថាយើងធ្វើមិនរួចថាយើងធ្វើរួចចឹងហើយរបស់ដែលបានបង្កើតឡើងចំពោះមនុស្សដែលប្រើលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះគឺដោយសារការបង្កើតពីគំនិតរបស់មនុស្សម្នាក់ហ្នឹងឯងចឹងយើងក៏ចឹងដែរបើសិនបើយើងយល់ដឹងថាវាជាចំណុចខុសឆ្គងដែលយើងត្រូវគោរពមនុស្សណាម្នាក់តាមគេតាមឯងក៏យើងមិនអាចគោរពបានដែរតែបើយើងគិតថាគោរពក៏មិនខុសដែរគោរពក៏ត្រូវដែរអញ្ចឹងយើងគួរតែគោរពអញ្ចឹងមនុស្សវាបត់បែនខុសពីចង្កឹះព្រោះខ្ញុំចង់និយាយថាការគោរពនេះវាហាក់បីដូចជាកាច់ចង្កឹះមួយជាពីរដើម្បីធ្វើអ្វីមួយកើតអញ្ចឹងបើសិនបើការងារយើងត្រូវពឹងលើអ្នកដទៃគេឲ្យយើងទៅឆ្វេងស្ដាំលិចកើតបាទគេសពងក្បាលយើងរាល់ថ្ងៃយើងទ្រាំកើតអត់បើយើងទ្រាំកើតវាដូចចង្កឹះអញ្ចឹងបាទយើងទ្រាំឲ្យគេសពងក្បាលកើតឲ្យគេសពងដូចចង្កឹះដែលត្រូវកាច់ជាពីរដើម្បីប្រកបឲ្យវាមានមកគូក្នុងការញ៉ាំមីញ៉ាំកាទៀវដូចខ្ញុំនិយាយចឹងចឹងនៅលើពិភពលោកនេះគ្មានអីខ្លាំងជាងការតាំងចិត្តរបស់យើងទេបើសិនបើយើងឥឡូវខ្ញុំចង់និយាយថាសាសនាជាច្រើននៅលើពិភពលោកដូចជាមានសាសនាយើងលើកតាឧទាហរណ៍ថាសាសនាធំដូចសាសនាអ៊ីស្លាមអ៊ីស្លាមាបែតបាទសាសនាពុទ្ធឬក៏ព្រហ្មញ្ញសាសនាជេស៊ូសយើងហៅថាយេស៊ូវាមានគ្រីស្ទៀនឬក៏កាតូលិកចឹងបាទគេគោរពគ្រប់គ្នាតែយើងមិនគោរពវាមិនជាបញ្ហាទេព្រោះថាគេជំនឿលើសាសនានោះបាទលើបុព្វបុរសគេនោះតែគេគោរពទៅដូចយើងអញ្ចឹងយើងកាន់សាសនាពុទ្ធយើងរាល់ថ្ងៃកាន់សាសនាពុទ្ធដោយសារតែយើងជឿជាក់លើពុទ្ធធម្មនពុទ្ធដំបាទព្រះអង្គធម្មនពុទ្ធដំយើងគោរពព្រះអង្គ
ដែលបានត្រាស់ដឹងនៅលើโลกនេះឥឡូវវាអស់រយៈពេលប្រហែល 2000 ឆ្នាំជាងហើយជិត 3000 ឆ្នាំហើយអញ្ចឹងបើយើងឲ្យតម្លៃទៅលើពុទ្ធធម្មនគោតមយើងគោរពសាសនាពុទ្ធជាសាសនារបស់រដ្ឋtrongប្រជាជនខ្មែរទោះបីជាមិនគោរព 100% ទាំងអស់គ្នាក៏បានត្រឹម 90% ជាងដែរបាទ 7-8% ទេគេមិនគោរពក៏អត់ទៅអញ្ចឹងយើងក៏មិនអាចទៅប្រកាន់ខឹងគេដោយសារតែយើងគោរពសាសនាហ្នឹងហើយគេមិនគោរពយើងទៅធ្វើអីគេឥឡូវបងប្អូនខ្ញុំនិយាយឲ្យចំចឹងអ្វីវាអាស្រ័យទៅលើចិត្តបងប្អូនទេបើសិនបើពេលខ្លះរបស់ដែលយើងគោរពហើយគេមិនគោរពហើយយើងបាយជាខឹងគេក៏វាមិនត្រូវដែរបាទព្រោះការជឿជាក់របស់យើងគោរពយើងស្រឡាញ់យើងប្រណិប័តតាមហើយគេមិនគោរពមិនស្រឡាញ់គេមិនប្រណិប័តតាមហើយយើងទៅខឹងគេយ៉ាងម៉េចឥឡូវខ្ញុំនិយាយចឹងត្រូវអត់បងប្អូនបាទព្រោះអ្នកខ្លះគេគោរពទៅវាធ្វើឲ្យដូចជាគេនឹងត្រូវខ្ទេចខ្ទាំបេះដូងគេហៅថា broken ណាបាទ broken បែកបាក់អារម្មណ៍ចិត្តឬក៏គេត្រូវរងសម្ពាធអ្វីមួយចំពោះការគោរពដូចជាចក្កះមកគូដែលចង់ឲ្យខ្លាយជាដូចជាចក្កះមួយដែលចង់ឲ្យខ្លាយជាចក្កះមកគូអត់យកចក្កះមួយទៀតយកមកបានជាពីរធ្វើជាគូទេយកអាមួយហ្នឹងកាច់ជាពីរយកមកហូបមីហូបកាទៀវទៅអញ្ចឹងបើសិនបើយើងមិនចង់គោរពឬក៏មិនគោរពវាអាស្រ័យទៅលើចិត្តថ្លើមរបស់យើងដែលសម្រេចក្នុងដោយការគិតដោយការពិចារណារបស់យើងតែយើងគួរតែគោរពឬគួរតែស្រឡាញ់ឥឡូវខ្ញុំមិនបាច់ឧទាហរណ៍ច្រើនអាហ្នឹងខ្ញុំចង់និយាយពីអ្នកចិត្តខាងមនុស្សប្រជាជនទាំងមូលលើពិភពលោកទាំងប្រទេសយើងផងដែរបាទមានអ្នកខ្លះក៏ខ្វែងគំនិតគ្នាមិនគោរពអ្នកខ្លះក៏គោរពអានឹងជារឿងរបស់គេបើបងប្អូនតែប្រកាន់ខឹងគេវាជារឿងមួយដ៏ឆោតល្ងងរបស់យើងព្រោះអានេះចិត្តយើងគោរពយើងស្រឡាញ់យើងមើលថែឥឡូវឧទាហរណ៍ថាដូចជាដើមផ្កានៅឆ្វេងដៃខ្ញុំចឹងនេះបងប្អូនឃើញណាដើមផ្កាឆ្វេងដៃខ្ញុំចឹងឲ្យតែខ្ញុំទៅនៅបន្ទប់នៅ office នៅផ្ទះបាទខ្ញុំដើរស្រោចទឹកខុបផ្កាបាទដើរស្រោចទឹកខុបដើមផ្កាទាំងអស់បាទនៅពេលដែលខ្ញុំបើកភ្នែកខ្ញុំបដេកខ្ញុំស្រោចទឹកខ្ញុំថែខ្ញុំមើលខ្ញុំបាញ់ទឹកដាក់បាទដោយសារតែយើងស្រឡាញ់គេតែបងប្អូនមានដឹងថាតើគ្រួសាររបស់ខ្ញុំវាគិតតែម៉េចវិញតែគេមើលថែដូចដែលខ្ញុំមើលថែអត់បើសិនបើខ្ញុំអត់នៅផ្ទះ24ម៉ោងសួរថាប្រពន្ធខ្ញុំមើលថែដូចជាខ្ញុំអត់បាទអញ្ចឹងពេលខ្លះសំបីតែប្តីប្រពន្ធគ្រួសារតែមួយក៏ដោយក៏មិនដឹងថាយើងស្រឡាញ់អីចូលចិត្តអីពេញចិត្តអីដែរតែគេឃើញថាយើងនឹងស្រឡាញ់ផ្កាយើងនឹងចូលចិត្តផ្កាយើងស្រោចទឹករហូតមួយថ្ងៃពីរដងអញ្ចឹងតែចំពោះគេវិញគេអត់ខ្វល់ទេបាទយូរគេចង់ស្រោចទៅស្រោចតែគេមិនចង់ស្រោចអត់បាទអានេះជារឿងធម្មតាអញ្ចឹងសួរតែតើខ្ញុំគួរតែខឹងប្រពន្ធកូនខ្ញុំដែលមិនយកផ្កាខ្ញុំយកទៅស្រោចអត់អាហ្នឹងហើយដែលជាការស្រឡាញ់របស់យើងការមើលថែរបស់យើងពេលខ្លះយើងគោរពយើងមើលថែយើងស្រឡាញ់អាសនៈរបស់យើងសួរថាប្រពន្ធយើងដែលជាគ្រួសាររបស់យើងផងបាទគេអត់ខ្វល់មានន័យថាចំណង់ចំណូលចិត្តការពេញចិត្តរបស់គេវាល្មិចទៅតែចឹងហើយចង់ផ្នត់កំណត់របស់មនុស្សម្នាក់វាខុសគ្នាពេលខ្លះអ្នកខ្លះគ្រួសារឬក៏មិត្តសង្សារមិត្តភ័ក្តិសង្សារបែកបាក់គ្នាក៏ដោយសារអញ្ចឹងដោយសារការគិតរបស់យើងបាទអញ្ចឹងមុននឹងយើងស្រឡាញ់គេយើងត្រូវទទួលនៅអ្វីដែលគេប្រព្រឹត្តគេធ្វើហើយក៏មិនអាចឲ្យគេតាមចិត្តនៅអ្វីដែលយើងស្រឡាញ់មិនស្រឡាញ់បានដែរចឹងមានថាបើសិនបើខ្ញុំស្រឡាញ់ផ្កាប្រពន្ធខ្ញុំក៏មិនហាមឲ្យខ្ញុំស្រឡាញ់ដែរតែស្រឡាញ់មើលថែខ្លួនឯងចឹងដែរអានេះជារឿងធម្មតាអញ្ចឹងពេលខ្លះការទំនុកបំរុងវាមិនអាចស្របគ្នាបានទាំងស្រុងទេដោយសារតែការពេញចិត្តចូលចិត្តហ្នឹងវានិយាយឲ្យចំទៅវាស្ថិតនៅលើចិត្តគំនិតបាទទោះបីជាខ្ញុំកាន់ពុទ្ធសាសនាឬក៏ប្រពន្ធខ្ញុំកាន់សាសនាអ៊ីស្លាមបែបក៏ជារឿងរបស់ប្រពន្ធខ្ញុំអាហ្នឹងឧទាហរណ៍ណា
nên pôn chân thiệt Islam để nhung chọn vậy là bảo pôn nhung căn sát na Islam có chơi riêng bảo kỹ pôn nhung chặt con căn sát na có Christian chơi riêng bảo kỹ tụi bây giờ còn chơi bảo pôn nhung chơi cua sa nhung đầy khé chơi mùi nhung cái đạo chân dương mình aiประกันเชิญไปผู้มนุษย์วิมินโกลดาวโกลกุมนัดขอบขอบนี่บ่าแล้วอุทธรณ์ถ้าสกายได้ยึงจำสกายได้ยึงจำบ่ายึงจองไอ้สกายนั้นมีจัดมีกำเนิดโดยยึงบ่ามาไงยึงประหัตประเรียนไว้ล้อมตัวแท้อันนั้นกี่มันเมนหายถ้าประหัตประเรียนดีการปราบเปิดหังซาตะลือมันนึกกระดอยตะลือสัตว์กระดอยวิธีเอาสัตว์นั้นรองสปีดนะไปได้สัตว์นั้นรองสปีดวิคลาสวิกฤตยังจิมจักวิจิเนี่ยครุกโครงวิถาวอันนั้นยังอาจเป็นจีสัตว์น้องอาจเฟื่อไว้ตามจัดแต่เป็นจีแหลกขณะมนุษย์บ่าปะปนหรือกับโกนnhiệt mật bỏ dưỡng ta sự dương cô đặt trái ở bờ hằng xá làm bầy thưa ở kia nó sẽ đọc bằng quạt giếng mẹ vì mình ai thời chẳng bạn trongปีคลาสโจสตึงตามบทน้องปีคลาสปะปนก็มันบทตามยืงปีคลาสประเดี๋ยวยืงก็มันบทตามยืงแม่เกี่ยบานยืงแต่เกี่ยบทตามยืงบ่ารอดvì ตามจัดระบบได้กี่จองยืงก็ตามจัดเอาไว้ได้ยืงจองซึ่งจัดมนุษย์โดยที่ไม่เรียนมาสอนเหมือนจองยังไปจัดมนุษย์วิจัยเจนจีปีจำนวนคือจัดมนุษย์โดยการสลายbài cần vậy thật chất mình nuốt đầy nhầm chạy nắng mình thật khúc chất mình nuốt tầng ó cứ cả đại cả sờ lạnh và bơm mình cả đại cả sờ lạnh còn mình ai và cả mình nuốt bản thể hồi sờ lạnh vì mình pi và phết để nhầm vậy mình chẳng sờ lạnh tì mũi sờ lạnh đại cả pra ở từ hàng xá bằng khóm thôi ở mình nuốt say rồi còn mình nuốt pro nắng คลายแต่เชียครูซาระบ่ยืงมีนโกนประกาศเอายืงประตอบมอก็กี้เช็ดตรอมโยยืงถ้วยจะไปได้ที่มาปนอย่างแต่ปนเป็นมีนโกนนั่นนะจำโกนนั้นคือบานแต่กระไดสลังอยู่นี้แต่ปีคลาก็ใส่กระไดสลังโดยบังคอมโดยมาให้จัตตาการจองบ้านการสลังบ่ยืงได้ไอใส่กระไดสลังมวยเจ็ดคือสลังโดยสองทางแบบมีในทางไม่ยืงประกาศยืงมอโดยใส่กระไดสลังนายหาบอกก็ตั้งสองทางแต่คลาสก็สิ่งใดสลายบอกมนุษย์เกิดการโดยปกมาโลกมาได้ยืงหรือก็มาได้ยืงประคอมดับน้ำรวมโลกยืงก็ท่าบานจำเงินในท่าเรียนเมียนปีจะหน่อยยังไงได้ยืงสลายสกายฉันยืงสลายสกายยืงจองสกายถือตามยืงปรามปืนทางซ้าแต่เหลือวิดำใบบาดวิเอากระรบเอาคลายยืงสู้หนึ่งกาปราดแต่มนุษย์วิมานจังที่บางคนเส้นเบอร์ปปนยืงหรือก็มัดใส่ยืงมันจังควอลเนื้อไว้đểยืงthư hayยืงจังเอาการสันได้การthưบ่ยืงเอากี่จับรอมเอากี่ធ្វើអ្វីតាមដែលខ្លួនស្រឡាញ់តែយើងស្រឡាញ់ផ្កាយើងក៏រៀមប្រពន្ធឬក៏កូនយើងឬក៏មិត្តស្រីយើងឲ្យស្រោចទឹកមួយថ្ងៃ3 4 ដងបើអត់ស្រោចទឹកទេយើងក៏រៀមបខំវាយដំតតធាក់អានោះវាមិនល្អទាំងស្រុងតែវាកើតចេញតែក្តីស្រឡាញ់យើងស្រឡាញ់ប្រពន្ធតែប្រពន្ធយើងមិនស្រឡាញ់របស់ដែលយើងស្រឡាញ់របស់ដែលយើងមើលថែអានោះក៏វាមិនជាការស្រឡាញ់ទាំងស្រុងដែរបាទវាដូចជាខ្ញុំនិយាយពីចំណុចមិនអញ្ចឹងទី1ស្រឡាញ់ដោយសងខាងក្នុងការបង្កើតមនុស្សម្នាក់ដោយសេចក្តីស្រឡាញ់ទី2បង្កើតមនុស្សម្នាក់ដោយសេចក្តីស្រឡាញ់ផងដែរតែស្រឡាញ់លក្ខណៈប្រើអំពើហិង្សាវាយដំតបធាក់គំរាមកំហែងចាប់រំលោភតតបានកូនតែអាកូនហ្នឹងក៏មនុស្សកើតមកពីសេចក្តីស្រឡាញ់តែស្រឡាញ់ហ្នឹងវាលាយឡំនឹងភាពហិង្សាបាទភាពដេរិឆានដូចជាយើងបហិតបរិស័ទចឹងអញ្ចឹងមនុស្សផ្សេងចឹងហើយមនុស្សដែលយើងត្រូវគោរពយើងគោរពមនុស្សដែលយើងមិនត្រូវគោរពយើងមិនអាចគោរពបានទេដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងចង់ចូលស្ទឹងតាមបទចូលស្រុកតាមទេបាទច្បាប់ខ្លះដែលយើងមិនត្រូវទទួលយកគឺយើងមិនទទួលយកព្រោះថាច្បាប់អញ្ចឹងចំពោះខ្ញុំដូចជាអត់មានន័យអីទេអញ្ចឹងខ្ញុំមិនទទួលយកច្បាប់ហ្នឹងបាទពេលខ្លះ
bà rương vậy 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 là chom tới cứ việc thật là lời chật dự tại chật dương mình được chùa dấu cứ vì rồi sải hỏi chùa bay cho mình được bỏng môi đập lên nẹ nơi sọc không ái cả đảo cái rốt cái lạt cái sờ lanh cái sập pe cái lót cho công bỏ hay dương mình bỏ anh ấy chưa đường bỏ dương bà cô ta chật dương cầm đất dương một thà mình cua cà rốt mình cua sờ lánh vì sải lời chật dương chẳng hay bà nhom dậy đẹp bong ổn thà chật dương một khăn khla bán lục tra nán tại dương tụt tu score luôn dương thà dương bất chia mình ai cà rốt bạn tụi bây giờ cái vài dương lòn ngọt thế cái gì mình cà rốt bà cô chật dương một thà chẳng ai trong mình thà nẹt khác cái trong thời chỉ ví dụ rồng trái số bay chỉ bị chia chôn mà phải sam sập liên nẹt mình sờ lạnh con cái đó con trái tầm một thôi chỉ dụ rồng trái bạn thương mấy trái tại cản cả nghe là bạn cho cả nghe để con sờ lạnh con bị chất con nó chia diêm luôn luôn bà ao bị chia chôn sờ lạnh nâng bọc nào để con thời chỉ dụ rồng trái các bạn đại xa để con sờ lạnh cả nghe chấm dương từ đây như này bờ nẹt nam mình control dương bà hay dương trong thôi ca nghe nắng trong lực đặt chặt bong bóng thôi cho ăn khó đi của ngày nào muối bong bóng nâng tập tu lực tập phó nơi cùng đất đại bong bóng kết thành trong thứ nâng tập tu ban lực tập phó lộ của ở đây là bong bóng trong thư ta hỏi bà tu bây giờ hai tập hai bậc trẻ tờ lý hai tập bậc trẻ tờ lý của bong bóng thử tập tự này trong chặt bong bóng một đấy nhưng mọi từแต่ว่าถ้าบองปอนโอ้มันอาจจะกลายได้ดอกถอยตลบมาวิ่งบดาวตักมาวิ่งบ่าบดาวตามตักมาวิ่งอันนั้นจะเรื่องบอกบองปอนแต่ว่าบองปอนมุกมดดอลดำหนักการใดจัดบองปอนถัดเถิดเตยบ้านอันนั้นยมจุ่มริบบองปอนบ่าอันนั้นวิจะเรื่องธรรมดาทีจังจำนวนเด็กยมจังยัยโจสตึงตามบอดโจสรตามเด็กนั่นคือมีนแต่ปีจำนวนนั่นเองปีนะត្រូវបត់បែនហើយពេលណាមិនត្រូវបត់បែនបាទវាអាស្រ័យទៅលើចិត្តបងប្អូនទេអញ្ចឹងមនុស្សម្នាក់ដែលមានគេគោរពមួយលានអ្នកហើយបងប្អូននៅចំណោមអ្នកមួយលាននឹងដែរហើយបងប្អូនមិនគោរពអាហ្នឹងជារឿងធម្មតារបស់បងប្អូនបាទទោះអ្នកណាមើលងាយបងប្អូនក៏ដែរមកមើលងាយខ្ញុំមិនតេតឹងអីខ្ញុំបាទអ្នកឯងគោរពគាត់ជាព្រះអាហ្នឹងជារឿងរបស់អ្នកឯងតែបើខ្ញុំអត់គោរពវាជារឿងរបស់ខ្ញុំមានគោលការណ៍ខ្ញុំដែរបាទអញ្ចឹងយើងក៏មិនអាចបខំគេឲ្យគ្រប់នៅអ្វីដែលយើងស្រឡាញ់បានដែរដូចជាខ្ញុំដាំដើមផ្កាអញ្ចឹងខ្ញុំមិនដែលទៅបខំប្រពន្ធកូនខ្ញុំឲ្យស្រោចទឹកទេតែជាទូទៅក្មេងដូចជាកូនខ្ញុំអញ្ចឹងក្មេងវាឃើញឪពុកវាធ្វើអីវាតែងតែចង់ធ្វើតាមបាទវាខុសពីប្រពន្ធបន្តិចព្រោះក្មេងវាកើតមកវាកើតដោយភាពយល់ដឹងរហ័សតាមមនុស្សធ្វើអញ្ចឹងវាឃើញឲ្យវាធ្វើអីវាធ្វើតាមហើយតែក្មេងភាគច្រើនវាចឹងឯងអញ្ចឹងកូនភាសាអង់គ្លេសគេឲ្យសុភាសិតថា like son like father like son បាទគឺដើមឈើមិនជ្រុះឆ្ងាយពីគល់ទេបើមនុស្សស្រីគេឲ្យសុភាសិតគេនិយាយថា like mother like daughter បាទគឺដើមឈើមិនជ្រុះឆ្ងាយពីគល់អញ្ចឹងកូនខ្ញុំទៅទៅវាឃើញខ្ញុំស្រោចទឹកផ្កាវាតែងតែរត់មកស្រោចទឹកផ្កាដូចខ្ញុំទោះបីខ្ញុំនៅមិននៅក៏ដោយបាទតតែម៉ែវាស្ដីឲ្យថាឲ្យញឹកពេកទៅវាមិនហ៊ានស្រោចដោយសារតែការស្រោចទឹកផ្កាវាអាចធ្វើឲ្យក្មេងគ្រោះថ្នាក់បើសិនបើផ្កាវាមិននៅក្រោមណាខ្ញុំដាក់ផ្កានៅលើហឹងនៅខ្ពស់អញ្ចឹងវាត្រូវឆ្លាតដើរឡើងឆ្លងទៅលើចុងម៉ែវាស្ដីឲ្យខ្លះអីខ្លះទៅវាធុញនឹងការស្ដីឲ្យរបស់ម្ដាយវាខ្ជិលស្រោចពេលខ្លះក៏វាចង់ដែរអញ្ចឹងក្មេងគឺជាញៀនមួយដ៏ល្អបាទព្រោះវាក្មេងវាឆាប់ចាប់បាននៅមេរៀនទាំងឡាយអញ្ចឹងការយល់ដឹងរបស់ក្មេងវាល្អប្រសើរជាងមនុស្សចាស់បាទមនុស្សចាស់មិនងាយបង្ហាត់បង្រៀនណែនាំទេអញ្ចឹងមិនគេបញ្ជូនក្មេងទៅរៀនចាប់ពីអាយុ3ឆ្នាំ4ឆ្នាំ5ឆ្នាំទៅព្រោះក្មេងវាឆាប់ចាប់បាន
នៅអ្វីដែលជុំវិញខ្លួនយើងក្មេងវារៀនឆាប់យល់វាមិនមែនរៀនឆាប់យល់ទេវារៀនឆាប់ធ្វើតាមយើងបានទៅវាឃើញយើងធ្វើអីវាធ្វើហ្នឹងដូចជាកុំព្យូទ័រដែលខ្ញុំចុចរាល់ថ្ងៃអញ្ចឹងវាឆាប់ចាប់បាននៅពេលដែលវាឃើញខ្ញុំចុចបិទកុំព្យូទ័រមិនវាតាមសឡឹងមើលតែម្ដងវាចេះបិទតែម្ដងតែវាចង់បើកវិញនៅពេលដែលវាអត់សួរខ្ញុំថាប៉ាកុំព្យូទ័រនឹងបើកមិនទេនៅពេលដែលខ្ញុំដើរទៅកន្លែង office បើកកុំព្យូទ័រវាឈោមើលពីក្រោយយើងមកចឹងក្មេងវាលះរហូតអញ្ចឹងវាចេះបើកចេះបិទវាមិនចាំបាច់សួរយើងទេវាគ្រាន់តែមើលយើងវាចេះបាទដូចបើកបាសបើក Bluetooth ឆ្លងអីវាមើលលឿនតែក្មេងសួរតកូនអាយុប្រហែលឆ្នាំបាទអត់ទាន់គ្រប់5ឆ្នាំផងអញ្ចឹងក្មេងកាយសម្បទាវាចិត្តគំនិតវាគឺវាចង់រៀននៅអ្វីដែលយើងធ្វើយើងប្រព្រឹត្តវាអាចធ្វើតាមយើងបានរហ័សតែចំពោះមនុស្សចាស់มันបាច់ទេបងប្អូនมันបាច់យកទៅរៀនណែនាំទេបើថាមនុស្សចាស់នឹង attitude អត្តចរិតមិនហើយចាំណាអានេះខ្ញុំចង់និយាយពីមនុស្សចាស់ហ្នឹងសំដៅទៅលើមិនមែនចាស់ដល់អាយុ30 40ឆ្នាំទេណាចង់និយាយថាពេញកន្លោះពេញកមុំអាយុ20 8 10 20ទៅវាចាស់ទុំហើយចាស់ចិត្តចាស់កណិតចេះស្គាល់រយៈជ្រៅខ្លះហើយតែក្តៅទឹកជាក់អញ្ចឹងហើយនៅអញ្ចឹងបានគេមិនដែលយកក្មេងអាយុ8 9 10ប្រហាត់បរៀនទេប្រហាត់បរៀនវាមិនទៅមុខទេដោយសារតែខួរវាគិតមិនវាទៅអញ្ចឹងវាតាមបែបបត់វាបាទមានន័យថាដូចដើមឈើអញ្ចឹងដែលយើងចង់បំបៅដើមឈើយើងបំបៅតាំងពីវាទំកើតបាទចង់ឲ្យវាមានទំហំធំទូចខ្ពស់ឬក៏ទាបបាទត្រង់ឬក៏វាចបាទយើងចងរស័យដាក់ទៅបាទព្រោះវាទំកើតតែចងទៅត្រង់ខ្ពស់វាខ្ពស់ហើយដល់ពេលដើមរស័យនឹងបានធំ3 4 5ឆ្នាំហើយបងប្អូនចង់បត់ដើមរស័យហ្នឹងបាទมันអាចបត់បានចឹងដើមឈើគ្រប់ប្រភេទតែពេលវាធំហើយបងប្អូនมันអាចបត់វាបានទេมันអាចប្រហាត់បត់កាច់វាតាមចិត្តដែលយើងចង់ទេអញ្ចឹងមនុស្សក៏វាអញ្ចឹងដែរអញ្ចឹងបើសិនបើយើងប្រហាត់ក្មេងយើងប្រហាត់ពីទូចពី3ពី4ឆ្នាំទៅនោះវាត្រូវតែមនុស្សធំមិនបាច់ប្រហាត់ទេបាទតាមមិនគឺអញ្ចឹងហើយអញ្ចឹងហើយបើខ្ញុំចង់និយាយថាមនុស្សយើងវាមានចិត្តបាទហើយចិត្តវាខុសគ្នាដូចខ្ញុំនិយាយយ៉ាងអ្នកខ្លះគេគ្រប់គ្នាគេគោរពគ្រប់គ្នាម្នាក់នោះអត់គោរពសោះមូលហេតុអីគេដោយសារតែគាត់ដឹងចំណុចអ្វីមួយក្នុងការគោរពនិងមិនគោរពនឹងវាបានតម្លៃឬក៏មិនបានតម្លៃចុងមនុស្សដែលយើងស្រឡាញ់អាចបែកបាក់គ្នាបានដោយសារតែការគិតរបស់យើងយល់ខុសចំណុចហ្នឹងឯងយល់ខុសថាប្រពន្ធអញមិនចូលចិត្តនៅអ្វីដែលអញធ្វើបាទប្រពន្ធអញមិនចូលចិត្តម្ហូបដែលអញញ៉ាំបាទប្រពន្ធអញមិនចូលចិត្តការងាររបស់អញអញ្ចឹងគួរតែលែងគ្នាបាទការគិតរបស់យើងអញ្ចឹងការគិតហ្នឹងវាអាចខុសដោយសារតែយើងមិនមែនយកប្រពន្ធមកធ្វើជាសត្វធាតុយកមកបម្រើយើងទេអញ្ចឹងប្រពន្ធយើងក៏គេមានគំនិតរបស់គេប្តីយើងក៏មានគំនិតរបស់គេអញ្ចឹងគេចង់ធ្វើអីរឿងគេមានគំនិតគេមានគោលដៅការគិតយល់ដឹងគេខុសពីយើងបាទតែសុំបរឿងមួយសុំកុំឲ្យខ្ជិលតែប៉ុណ្្នឹងព្រោះការខ្ជិលវាធ្វើឲ្យយើងបាត់បង់អ្វីទាំងអស់បាទខ្ជិលពេកក៏វាពិបាកដែរមនុស្សខ្ជិលនិងមនុស្សពិការខ្ញុំសុខចិត្តយកមនុស្សពិការយកមកចិញ្ចឹមបាទខ្ញុំអត់យកមនុស្សខ្ជិលយកមកចិញ្ចឹមទេព្រោះមនុស្សពិការនឹងធ្វើមិនគាត់ដើមរួចយើងជួយលើកជួយពោគាត់ទៅបាទគាត់ពិការហើយតែមនុស្សពិការបើសិនបើយើងឲ្យជើងគាត់ដូចដើមវិញគាត់ទៅចង់ដើររត់ដែរមិនចង់ឲ្យយើងលើកទេមែនទេតែមនុស្សខ្ជិលមិនទៅមុខទេបាទតែខ្ជិលហើយគឺមួយជីវិតហ្នឹងគឺថាសម្ពាធ attitude អត្តចរិតគាត់មិនគឺចឹងឯងចឹងវាដូចជាខ្ញុំនិយាយថាយើងមិនគួរណាដាស់មនុស្សដែលអត់តន់ដេកទេបាទមនុស្សធ្វើពុតដេកដល់ពេលមនុស្សហ្នឹងដេកអត់លក់ទេហើយយើងទៅដាស់អាមនុស្សដេកអត់លក់ហ្នឹងហើយដាស់ឲ្យភ្ញាក់យើងដាស់មិនភ្ញាក់បងប្អូនបាទតែបើមនុស្សដេកតែម្ដងបើយើងដាស់ប៉ះតែបន្តិចគឺវាភ្ញាក់តែបើមនុស្សអត់ដេកទេដាស់ឲ្យកន្លះម៉ោង1ម៉ោង3ម៉ោងដាស់24ម៉ោងយប់ទៅភ្លឺវិញគាត់ថាមនុស្សហ្នឹងអត់ដេកផងគ្រាន់តែបិទភ្នែកធ្វើដេកហើយយើងដាស់ឲ្យមិនភ្ញាក់បាទបងប្អូនអាហ្នឹងវា
រួមសំការយល់ដឹងរបស់យើងផងដែរវាអញ្ចឹងឯងចឹងហើយបើសិនបើគាត់ជាប្រពន្ធជាប្តីរបស់យើងទង្វើដែលគាត់ធ្វើគាត់មិនចូលចិត្តឬគាត់ចូលចិត្តនៅអ្វីដែលយើងចូលចិត្តបាទហ្នឹងគួរតែលើកទោសអធិស្ឋានឲ្យគ្នាទៅវិញទៅមកទៅបាទតែបងប្អូនស្គាល់ពាក្យថាមនុស្សប្រុសដើមទ្រូង7ហັດបាទជាទូទៅយើងឲ្យតម្លៃសភាសិទ្ធថាមនុស្សប្រុសដើមទ្រូង7ហັດមូលហេតុអីបានយើងឲ្យដល់7ហັດចំពោះមនុស្សប្រុសព្រោះមនុស្សប្រុសជាទូទៅតាំងពីដើមមកគឺកម្លាំងពេញហើយត្រូវតែរៀនដើម្បីឲ្យមានសមត្ថភាពប្រឡូកក្នុងសង្គមចេញធ្វើការដើម្បីចិញ្ចឹមគ្រួសារអញ្ចឹងមនុស្សប្រុសហ្នឹងដើមទ្រូង7ហັດតែមិនមែនត្រឹមតែចេញប្រឡូកការងារខាងក្រៅទេពេលខ្លះមុននឹងចេញខាងក្រៅក៏រៀបចំទុកដាក់នៅក្នុងផ្ទះដែរមើលថែផ្ទះដែរថានៅពេលដែលអញចេញទៅមាននរណាត្រូវមករោរឿងប្រពន្ធកូនអញអត់មានសត្វសាហាវកាចត្រូវចូលមកអញត្រូវតែធ្វើលបងធ្វើអីការពារឲ្យពួកពេលមានបញ្ហាគឺយើងអាចមកតន្តភាពការបាទចឹងហើយពេលខ្លះមនុស្សយើងមិនបាច់ថាមនុស្សប្រុសដើមទ្រូង7ហັດទេមនុស្សស្រីក៏អាចដើមទ្រូង7ហັດដែរបើសិនបើមនុស្សស្រីនឹងចេញប្រឡូកការងាររស់ស៊ីមនុស្សស្រីនឹងក៏យល់ដូចមនុស្សប្រុសដែរនៅពេលដែលចេញទៅក្រៅបាទនៅពេលដែលអ្នកផ្ទះប្តីឬក៏កូនអត់មានអីស៊ីក៏មនុស្សស្រីនឹងបានលុយមកហៅស៊ីបានលុយមករត់មកផ្ទះដើម្បីទិញម្ហូបទិញអីបាទឲ្យប្តីកូននៅផ្ទះដែរអញ្ចឹងអ្នកដែលចេះគិតទលំទលាយអញ្ចឹងมันបាច់ថាមនុស្សស្រីឬក៏មនុស្សប្រុសទេបាទឲ្យតែចេះគិតអញ្ចឹងខ្ញុំឲ្យមនុស្សហ្នឹងជាមនុស្សដើមទ្រូង7ហັດហើយមិនមែនស្រីមិនប្រុសទេតែអ្វីដែលខ្ញុំចង់និយាយគឺចូលស្ទឹងតាមបទចូលស្រុកតាមទិសអញ្ចឹងរឿងហ្នឹងវាតែប៉ុណ្្នឹងឯងអញ្ចឹងមុនបញ្ចប់ខ្ញុំចង់និយាយឲ្យបង្ហាញពីសេចក្តីដែលមិនមែនថាដៃគូយើងដែលចូលចិត្តនៅអ្វីដែលយើងចូលចិត្តហើយដៃគូយើងមិនចូលចិត្តអ្វីបើសិនបើយើងមិនចូលចិត្តមនុស្សម្នាក់ហ្នឹងហើយមិត្តស្រីរបស់យើងឬក៏ប្រពន្ធយើងហើយទៅចូលចិត្តមនុស្សម្នាក់ហ្នឹងសួរតែយើងគួរតែខឹងគួរតែក្រោធអត់បាទខឹងតាមគាត់អត់បាទអញ្ចឹងបើសិនបើយើងមិនចូលចិត្តមនុស្សហ្នឹងហើយប្អូនស្រីយើងទៅរាប់អានមនុស្សហ្នឹងតែយើងគួរខឹងប្អូនស្រីយើងបាយប្អូនស្រីយើងបាយក្បាលអត់បាទអញ្ចឹងការតំណែងរាប់អានការស្រឡាញ់ការស្អប់វាអាស្រ័យទៅលើចិត្តយើងមិនបង្ខំចិត្តអ្នកដទៃឲ្យស្រឡាញ់ស្អប់តាមអ្វីដែលយើងចង់ទេអញ្ចឹងយើងគួរតែយល់ពាក្យហ្នឹងតិចបាទមិនចូលស្ទឹងតាមបត់លេងមកផ្ទះគេនោះស្រឡាញ់អ្នកណាម្នាក់អញ្ចឹងទៅហើយយើងនេះគួរតែស្រឡាញ់តាមឬក៏យើងគួរតែស្អប់ឬក៏យើងធ្វើមិនដឹងមិនលឺបាទយើងត្រូវថាគិតពិភាក្សាមើលថាគួរស្រឡាញ់តាមឬមិនស្រឡាញ់តាមចុះបើយើងមិនស្រឡាញ់តាមឪពុកម្ដាយបងប្អូនយើងស្អប់យើងមិនមែនវាយដំតត់ធាក់យើងមិនវាមិនចឹងទេមនុស្សយើងទោះបីជាមនុស្សហ្នឹងគ្រួសារយើងមិនស្រឡាញ់ក៏ដោយមិនចូលចិត្តក៏ដោយខ្ពើមមិនចង់ឃើញមុខក៏ដោយហើយយើងគួរតែអញ្ចឹងដែរមែនគួរតែចូលស្ទឹងតាមបត់គួរតែមិនស្រឡាញ់មនុស្សម្នាក់ហ្នឹងគួរស្អប់ដូចបងប្អូនយើងដែរមែនកុំគិតអញ្ចឹងបងប្អូនអញ្ចឹងគិតទៅតាមចិត្តរបស់បងប្អូនថាគួរស្រឡាញ់ឬគួរស្អប់រាប់អានឬក៏មិនរាប់អានវាអាស្រ័យទៅលើចិត្តបងប្អូនទេដូចជាបងប្អូនប្តីយើងប្រពន្ធយើងគោរពមនុស្សម្នាក់ហ្នឹងហើយយើងមិនគោរពអាហ្នឹងជារឿងរបស់យើងទេប្តីយើងមិនអាចខឹងយើងបានហើយយើងជាប្តីគេខឹងប្រពន្ធដែលមិនគោរពមនុស្សម្នាក់ដែលយើងគោរពហ្នឹងដែរបាទអញ្ចឹងមនុស្សវាមានចិត្តខុសគ្នាអញ្ចឹងវាមិនមែនគួរតែចូលស្ទឹងតាមបត់ជាមួយយើងដែលយកយើងជាប្តីហើយយើងគួរតែចូលស្ទឹងតាមបត់ទេមិនមែនបាទមិនមែនការប្រពន្ធមកឲ្យចូលស្ទឹងតាមបត់ឲ្យគោរពតាមយើងស្រឡាញ់យើងស្អប់តាមយើងទេបាទតែយើងចូលចិត្តស៊ីស្លកកៅហើយប្រពន្ធយើងចូលចិត្តម្ជូរតែប្រពន្ធគេធ្វើម្ជូរហូបយើងខឹងយើងបោកឆ្នាំងបោកចានចោលក៏វាមិនត្រូវដែរបាទយើងត្រូវពេលខ្លះក៏យើងត្រូវបត់បែនពេលខ្លះក៏យើងមិនត្រូវបត់បែនដែរអញ្ចឹងបើសិនបើយើងមិនពេញចិត្តយើងអត់ចូលចិត្តស្លម្ជូរ
បើយើងជិលហូបទៅបើប្រពន្ធយើងចូលចិត្តប្រពន្ធយើងធ្វើហូបទៅធម្មតាទៅឲ្យចាំបាច់ខាងខ្ញុំមិនចូលចិត្តហេតុអីក៏អ្នកឯងចូលចិត្តមិនក៏ចាំបាច់និយាយចឹងចឹងហើយដូចជាការគោរពចឹងពីគ្រប់គ្នាគោរពមនុស្សប្រុសម្នាក់ហ្នឹងបើយើងមិនគោរពអានេះជារឿងរបស់យើងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនតាំងចិត្តមុតចំពោះអ្វីដែលបងប្អូនធ្វើមិនចាំបាច់ទៅចូលស្ទឹងតាមបត់គ្រប់ច្រកគ្រប់រហកទេបើសិនបើចិត្តបងប្អូនថាមិនពេញចិត្តហើយគឺមិនពេញចិត្តហើយនិយាយចឹងទៅឆាប់ចប់បាទអញ្ចឹងសូមអរគុណបងប្អូនសូមជម្រាបលាបាយបាយ